醉春风，哇，醉春风，处处见面，两人积极心动。近望中看不一样的天空，我张开心胸，无情的人笑我痴。我笑无情人懵懂，我愿意在他手掌之中。醉春风，哇，醉春风，人啊冲动。我感动，伤的心或是万万不能。我愿意在他手掌之中。我要还我大意，我会与天同路，但愿经历交融，让我有始有终。不要怪我大意，我会与天同路，但愿经历交融，让我有始有终，让我有始有终。ឯសិនមកហើយស្ដេចឈើទៅបានប្រាប់ខ្ញុំដល់ផ្ទាល់មាត់គេថាម្ចាស់ក្រុមរបស់ក្រុមសាសនាមេងនៅប៉ស៊ឺកាលពីមុនស្លាប់បាត់ទៅហើយហេតុនេះហើយទើបគេមករកខ្ញុំជាបន្ទាន់មួយចង់ផ្ដន់ទាការបាត់បង់ព្រហ្មចារីទី2តាមរកស្រីអាទិទេពស្នងតំណែងជាម្ចាស់ក្រុមមែនហើយយូរប្រមាណហើយយើងចង់និយាយថាស្រីតូចនោះចេញទៅយូរប្រមាណហើយក៏ព្រោះតែសម្ដីនិយាយលេងរបស់យើងប្រមាណម៉ាត់មិនទៅតាមនាងនោះទៅរកនេះទៅភូមិសាស្ត្រនៅលើកោះពូននេះគឺស្រីតូចនោះមិនស្គាល់ទេតិចលោកមានរឿងកាលឡើងទៅណាឆាប់ចូលនេះទៅខ្ញុំសារភាពថាខ្ញុំម្នាក់រឹងរូសប៉ុន្តែខ្ញុំសុំប្រកែកខ្ញុំមិនមែនជាមនុស្សមិនចេះនិយាយខុសត្រូវទេចាជាយូរនាងមានចិត្តចំពោះអ្នកប្រាស់ឈើឆ្អើនឹងនាងគឺជាការត្រឹមត្រូវម្យ៉ាងទៀតពួកយើងនៅលើកោះពោះនេះមានមនុស្សប៉ស៊ឺជាស្ត្រីទៀតរឿងអីក៏គួរតែជួយគ្នាដែរទើបត្រូវមានពេលខ្លះដឹងចិត្តកំណត់របស់មនុស្សណានាងចាយជារបស់នាងចាយទេbây giờ không bây giờ này cam dầm ơi tao đưa dầm ơi mai mình ấy tí tao mơ lực ông si anh tới bom ấy tí bom này chứ miền ấy uchi miền xây cả lần miền mình ông mà hay nè na cứ mà cha crom chán chứ mà chàng uchi mà cha crom sát nam ấy sao cha tập xong trên uchi bông cầm pruy anh mê rửa vậy đi
យាយពីកន្លែងលាក់ខ្លួនរបស់អ្នក ខ្ញុំមិនទោសនាងទេកោះនោះតែប៉ុណ្ណឹងនាងមិននិយាយមុននឹងក្រោយគេគង់រកយើងឃើញទេ សុំតើ ម្ចាស់ក្រុមចង់អញ្ជើញ មិនម៉េចទេពួកយើងនិយាយត្រង់តែម្ដងទៅ ម្ចាស់ក្រុមចាងសាសនាមេងគឺជាសាខារបស់ក្រុមពួកយើងនៅប៉ស៊ឺហើយនេះហើយលោកចាំបាច់ត្រូវស្ដាប់តាមពួកយើងយកក្រុមពួកយើងនេះជាម្ចាស់ សំទោសណាការងាររបស់ពួកខ្ញុំគឺធ្វើតាមការងាររបស់ពួកខ្ញុំចំប្រឆាំងជាមួយនឹងការស្មោះត្រង់របស់ក្រុមសំទោសខ្ញុំមិនអាចធ្វើបានទេ يرجع الكتاب أيوة والفتاة ម្ចាស់ក្រុមចាងពួកយើងចាប់ផ្ដើមនិយាយពីលក្ខខណ្ឌភ្លាមទៅ លក្ខខណ្ឌស្អី ត្រូវហើយមានលក្ខខណ្ឌ លោកនិយាយទៅ ទី1លោកត្រូវតែប្រគល់កម្ពីក្បាច់គុណមហាកម្លាំងឈានគុណមកវិញទី2ប្រគល់ស្រីអាទិទេពតាយយេស៊ូនោះចេញមកភ្លាម ចុះបើសិនជាខ្ញុំមិនព្រម បើលោកមិនយល់ព្រមទេចៅជាយូមិត្តរបស់លោកព្រមទាំងមនុស្សតែប្រមាណដែលលាក់ខ្លួននៅក្នុងឡាភ្នំនោះត្រូវស្លាប់ទាំងអស់គ្មានសល់មួយឡើយ លោកគំរាមខ្ញុំហ៎ ជឿថាលោកបានស្គាល់កំភ្លើងធំរបស់ពួកខ្ញុំហើយខ្ញុំមានជំនឿចិត្តថាអាចបង្ក្រាបកន្លែងលាក់ខ្លួនរបស់ពួកលោកបាន កម្ពីក្បាច់គុណនោះខ្ញុំអាចប្រគល់ឲ្យលោកបានប៉ុន្តែបើសិនជាស្រីទីទេមនោះមិនអាចទេ ម្ចាស់ក្រុមចាងមិនបាច់ធ្វើរហ័សយ៉ាងនេះទេខ្ញុំឲ្យលោកពិចារណាពេលមួយយប់លក្ខខណ្ឌទាំងពីរនេះខ្វះមួយក៏មិនបានដែរអូឈ្ងុយណាស់សៀវចាងឯងបានស្លោឲ្យខ្លះហ្នឹង ខ្ញុំបានយករបស់ហូបខ្លះនៅក្នុងផ្ទះរបស់លោកអ៊ំលេីឡំច្បោកគ្នាក្នុងផ្ទះតែមួយ អូយហត់យូរទៅពួកខ្ញុំកាន់តែឃ្លានហើយមកឲ្យខ្ញុំម្ចាស់សិនមក មិនអីទេណា អូ លោកអ៊ំភ្លុំមកតែ ឈ្ងុយវ៉ៃឈ្ងុយមែនទេពីយូរណាស់មកហើយគឺមិនដែលបានហូបរបស់ឆ្ងាញ់យ៉ាងនេះទេសៀវចាងស្នាដៃរបស់ឯងនេះពិតជាឆ្ងាញ់មែនវ៉ៃ បាច់តអ៊ំនិយាយអញ្ចឹងគឺលោកអ៊ំមិនប្រកាន់នឹងខ្ញុំទេដឹងមកពិសា យ៉ាងឯតាបានជាកូនអ៊ូជីនោះត្រូវនាងចិញ្ចឹមឡើងធាត់អស់លីងហើយ អ្នកប្រាំ នេះហូបមុនតែ ណាអ្នកប្រាំ ខ្ញុំអត់មានជារស់ទេនេះហូបតែ អូជីរឿងត្រូវដោះស្រាយប៉ុន្តែពួកក៏ត្រូវហូបឲ្យឆ្អែតដែរណាស្រីតូចចៅឥឡូវនៅក្នុងដៃពួកគេពួកយើងបារម្ភឯលិចឯកើតមិនអាចធ្វើទាំងកំផឹងទេក៏ភ្លើងធំបីដើមរបស់ក្រុមប៉ស៊ឺកំថាឡើយចង់បង្ក្រាបកន្លែងនេះបើទោះជាពង្រៀបកោះទាំងមូលក៏មិនពិបាកដែរ បើតាមកំណត់របស់ពងគឺចង់ឲ្យកូននឹងព្រមលក្ខខណ្ឌរបស់គេ ពុកក៏អត់មានកំណត់យ៉ាងនេះដែរពោះឃ្លានហើយខួរក្បាលក៏ទទេស្លាស់ដែរពេលហូបឆ្អែតហើយពួកយើងរកមធ្យោបាយទៀតទៅ អូជួអូនផ្ញើហើយហ៎ បងនេះ ស្រីតូចទីបំផុតយើងផ្ញើហើយ មែនហើយលោកតាស៊ីបងនេះអ្នកគ្រូរបស់អូនណៃណា អ្នកគ្រូរបស់អូនហ៎ចុះគាត់ទៅណាបានហើយ អូស្រីអាស្វាយ ស្រីចា អូស្រីអាស្វាយ ស្រីចា សំលៀកបំពាក់មួយសម្រាប់នេះ
ដើម្បីពុករបស់កូនម៉ែលាក់ទុកក្នុងហាប់ថ្ងៃនេះម៉ែព្រោះតែកូនបាក់ហាប់ម្ដងទៀតកូនស្រីឲ្យម៉ែអោបកូនបន្តិចមកម៉ែហេតុអីក៏ថ្ងៃនេះម៉ែត្រូវស្លៀកសម្លៀកបំពាក់នេះទៅវិញម៉ែត្រឡប់ទៅក្រុមប៉ោស៊ឺវិញថាម៉េចមានតែម៉ែទៅទេទើបពួកកូនបានសេចក្តីសុខទើបកូនអាចរស់នៅបានកូនមិនរវល់ទេកូនមិនឲ្យម៉ែទៅទេកូនស្ដាប់ម៉ែនិយាយសិនទៅកូនមិនស្ដាប់ទេបើម៉ែទៅគេនឹងបាត់ម៉ែឲ្យស្លាប់ពេលដែលម៉ែរៀបការជាមួយពុកកូនម៉ែក៏ដឹងថានឹងមានថ្ងៃមួយយ៉ាងនេះហើយនេះជាវាសនារបស់ម៉ែទុកឲ្យម៉ែទៅប្រឈមមុខដោយអង្គអាចចោះម៉ែកុំអីម៉ែមិនចង់បានអ្វីទេគ្រាន់តែសង្ឃឹមថាកូនកុំឲ្យដូចម៉ែមួយថ្ងៃរស់នៅក្នុងការបុកពោះភ័យខ្លាម្ចាស់ក្រុមចាងគេជាមនុស្សល្អម្នាក់ម៉ែជឿថាគេនឹងមើលថែកូនឲ្យបានល្អឲ្យតែកូនអាចរស់នៅដោយសុខសាន្តបើទោះជាម៉ែទៅឋានក្រោមក៏អស់ចិត្តដែរម៉ែអាត្មានិយមអស់មួយជីវិតហើយរស់នៅភាពគំនុំសងសឹកអស់ពាក់កណ្ដាលជីវិតហើយម៉ែធ្វើរឿងមួយដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់កូនគួរតែជូនពរម៉ែទៅត្រូវសេវចាកូនមិនរវល់ទេកូនមិនឲ្យម៉ែស្លាប់ទេកូនត្រូវតែឲ្យម៉ែនៅរស់សេវចាកូនទៅជាមួយម៉ែកូននិយាយថាម៉េចម៉ែមានប្រសាសន៍អត់ខុសទេកូនក៏គួរតែដើម្បីមនុស្សម្នាក់ដែលកូនស្រឡាញ់ក៏ធ្វើរឿងខ្លះឲ្យមានន័យដែរកូនចង់ទៅធ្វើជាស្រីអាទិទេពជំនួសម៉ែមានតែយ៉ាងនេះទេតែពួកគេមិនដុតម៉ែឲ្យស្លាប់មិនបានទេអញ្ចឹងកូននឹងបាត់បង់របស់ច្រើនណាស់កូនទន់ភ្លន់អស់20ឆ្នាំហើយតើបានជួបជាមួយនឹងម៉ែវិញតើអត់បានស្នេហាម្ដាយនឹងកូនបានជួបម៉ែតែមួយថ្ងៃយ៉ាងនេះកូនមិនចង់បាត់បង់ម៉ែវិញទេកូនត្រូវឲ្យម៉ែរស់នៅប៉ុន្តែចាងអូជីកូនសារភាពកូនចូលចិត្តគេសឹងតែស្រឡាញ់គេទៅទៀតប៉ុន្តែម៉ែឲ្យកូនធ្វើការជ្រើសរើសក្នុងចំណោមមនុស្សពីរនាក់កូនត្រូវការម៉ែកូនត្រូវនៅជាមួយនឹងម៉ែកូនត្រូវកំដរម៉ែអស់មួយជីវិតសេចៅកូនម៉ែម៉ែហប់ងាយទៅក្នុងឆ្នាំងសងងាយច្រើនណាស់តាត្រូវការទៀតទេឆ្អែតហើយអេយ៉ាងម៉េចហើយនឹងរកឃើញហើយនៅបងនេះហ៎ព្រះនាងបានយករឿងទាំងនេះនិយាយប្រាប់អូនអស់ហើយការពិតអូនមិននឹកស្មានថាលទ្ធផលចុងក្រោយអាចคล้ายទៅជាយ៉ាងនេះទេជឿសុខភាពរបស់អូនបានធូរបន្តិចទេធូរច្រើនហើយអេភូមិសាស្ត្រកោះពោះនេះអូនស្គាល់ច្បាស់ណាស់ឬក៏ចាំអូននាំពួកបងទៅជាមួយបានទេទៅពួកឯងចេះអ្នកណាអ្នកណាមកពីណាម្ចាស់ក្រុមសូមអញ្ជើញម្ចាស់ក្រុមក្នុងក្រុមមានម្ចាស់ក្រុមថ្មីហើយអញ្ជើញថយចេញម្ចាស់ក្រុមចាង
សេចាមើលកនាងសុខចិត្តធ្វើជាម្ចាស់ក្រុមនៅសាសនាម៉េងហើយអ្វីបានជានាងធ្វើយ៉ាងនេះអ្នកប្រុសសុំចេញអង្គុយសេចានាងជាម្ចាស់ក្រុមរបស់ក្រុមរងនិយាយទៅខ្ញុំជាកូនចៅរបស់នាងទៀតផងនាងមិនគួរសមធ្វើយ៉ាងនេះទៀតទេនេះគឺសេចាបំរើអ្នកប្រុសលើកចុងក្រោយបងអស់ហើយពីថ្ងៃនេះទៅពួកយើងបែកគ្នារហូតគ្មានថ្ងៃជួបគ្នាទៀតទេអាទោះជាខ្ញុំចង់បំរើអ្នកប្រុសទៀតក៏មិនអាចដែរអ្នកប្រុសមានរឿងមួយខ្ញុំក៏ហក់អ្នកប្រុសនាងចង់និយាយពីរឿងលាក់បាំងសាវតាននេះហ៎នាងមានទុកព្រួយរបស់នាងខ្ញុំមិនបន្ទោសនាងទេខ្ញុំគឺអាចទន្ទិញក្បាច់គុណមហាកម្លាំងឈៀងខុនយ៉ាងស្ទាត់ប៉ុន្តែដាច់ខាតខ្ញុំអត់មានក្បត់នឹងអ្នកប្រុសទេហើយក៏អត់មានយករឿងនេះផ្សព្វផ្សាយចេញទៅក្រៅឲ្យគេដឹងដែរសេចាសុំទោសអ្នកប្រុសមិនសំខាន់ទេក្បាច់គុណមហាកម្លាំងឈៀងខុននេះការពិតជាកពីគុណរបស់ក្រុមរងឥឡូវអ្នកបកគលឲ្យប៉ងសឺវិញជាការត្រឹមត្រូវណាស់អ្នកប្រុសការពិតខ្ញុំមិនចង់ធ្វើជាម្ចាស់ក្រុមរបស់ក្រុមរួមទេបើសិនជាឲ្យខ្ញុំជ្រើសរើសនោះខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើរបស់អ្នកប្រុសអស់មួយជីវិតនេះក៏មិនបែកគ្នាដែរតែស្ដាយណាស់រឿងនេះខ្ញុំមិនអាចសម្រេចបានទេកាលខ្ញុំនៅពីក្មេងម៉ែខ្ញុំគ្រាន់តែគេចបេះពីម្ចាស់ក្រុមបកពោះភ័យខ្លាចទាំងថ្ងៃទាំងយប់គាត់បានយកខ្ញុំទៅផ្ញើនឹងគ្រួសារអ្នកដទៃមិនឲ្យខ្ញុំជួបមុខជាមួយនឹងម្ដាយបង្កើតកាលនោះខ្ញុំមិនដឹងខ្ញុំបន្ទោសថាគាត់គ្មានមេត្តារហូតដល់ថ្ងៃនេះខ្ញុំនៅតែមិនយល់ហេតុអីក៏គាត់ផ្សងគ្រោះថ្នាក់ដ៏ធំយ៉ាងនេះតែរៀបការជាមួយពុកខ្ញុំអ្នកប្រុសកុំថាឡើយធ្វើជាម្ចាស់ក្រុមបើទោះជាឲ្យខ្ញុំធ្វើជារាជិនីក៏ខ្ញុំមិនសុខចិត្តដែរអ្នកប្រុសសេចាខ្ញុំដឹងហើយនាងពលីខ្លួនឯងដើម្បីសំតាមបំណងពួកយើងរាល់គ្នាសេចាខ្ញុំនឹងថានាងធ្វើយ៉ាងនេះគឺនាងពិតជាលះបង់ដើម្បីអ្នកទាំងអស់គ្នាពេកហើយសេចាអ្នកប្រុសខ្ញុំចង់ឈប់នៅទីនេះ
ទេចាឯងមិនអាចបញ្ជាស្នេហាបានន័យថាផ្ដាច់យកជីវិតអ្នកប្រុសចាងហើយមិនគនាមិនទៅជួយគេទៅខ្ញុំអត់ចាប់ផងនឹងជួយយ៉ាងម៉េចទៅកូនអូជាពួកយើងធ្វើកបូនឈើនេះអស់2ថ្ងៃហើយឯងនាំមនុស្សទាំងអស់គ្នាខំប្រឹងបន្តិចទៅឯងចំណែកពុកក៏មិននិយាយច្រើនទេពួកឯងនឹងគួរទៅយល់អំពីការពិតហើយត្រូវធ្វើយ៉ាងម៉េចនោះលោកតាស៊ីក្តាំងកណាត់មួយនេះមើលទៅយើងអាចធ្វើដំណើរបានហើយបាត់មិនទៅទឹកធ្វើបានមួយថ្ងៃតែខ្ញុំបារម្ភណាស់មិនដឹងថាជាកបូនឈើទៅដល់ដែរឬអត់ទេណែណាជួយនាងថានៅឆាមហូបពី3មុខទៀតហើយមហូបច្រើនយ៉ាងនេះហើយនៅធ្វើអីទៀតស្អីតូចច្រឡឹងមហូបច្រើនហើយនៅចាំអីទៀតឆាមកមកហើយនេះជាមហូបចុងក្រោយហើយណាបានមកអាចហូបបានហើយហូបទៅខ្ញុំមិនអាចធ្វើរឿងខុសឆ្គងចំពោះគេទេម្យ៉ាងទៀតទាំងអស់គ្នានៅលើកោះនេះបានរួមសុខរួមទុក្ខអស់ជាច្រើនថ្ងៃហើយនិយាយយ៉ាងណាក៏មានមនោសញ្ចេតនាខ្លះដែរខ្ញុំពិតជាលើកដៃទៅមិនរួចមែនខ្ញុំលើកដៃមិនរួចទេជាយូអ្នកគ្រូឬមួយក៏ឯងភ្លេចពាក្យសម្បត្តិរបស់ឯងហើយខ្ញុំឯងធ្លាប់ស្បត់សច្ចារួចហើយបើសិនជាឯងមានចិត្តស្រឡាញ់ចាងអ៊ូជីវិញ្ញាណក្ខន្ធពុកម៉ែឯងនៅឋានលើនឹងមិនបានស្ងប់អ្នកគ្រូខ្លាយទៅជាខ្មោចសាហាវតាមឯងអស់មួយជីវិតឬមួយក៏ឯងចង់ឲ្យពាក្យសម្បត្តិខ្លាយទៅជាការពិតមែនខ្ញុំមិនហ៊ានស្រឡាញ់ចាងអ៊ូជីទេឯងបាននិយាយច្បាស់លាស់ណាស់ឯងមិនអាចសម្លាប់ចាងអ៊ូជីទេនេះមិនមែនជាការស្រឡាញ់គឺស្អីទៅត្រូវគិតពីតួនាទីនៃម្ចាស់ក្រុមទី4របស់ងមីលើកស្ទួយក្រុមងមីឲ្យបានល្អគ្រប់គ្រងពិភពគុណទាំងមូលខ្ញុំមិនហ៊ានក្បត់នឹងពាក្យបណ្ដាំទេជីយូឯងត្រូវចាំឲ្យច្បាស់បើសិនជានៅក្នុងចិត្តឯងមានការរារែកអ្វីបន្តិចមិនបំពេញរឿងនេះឲ្យចប់ទេមួយជីវិតរបស់គ្រូនេះនឹងតាមឯងរហូតយើងតាមឯងអស់មួយជីវិតដាច់ខាតមិនអត់ឱនឲ្យឯងទេជីយូកុំជីយូនាងផ្ញើហើយកុំជីយូគឺខ្ញុំទេណាយល់សំបក្រោះហើយមិនអីទេមែនទេមិនអីទេពិតជាមិនអីមែនណាឈប់កិនពីរឿងអ្នកគ្រូរបស់នាងទៀតទៅឆាប់សម្រាប់ទៅណាស្អែកនេះពួកយើងនឹងចាក់ចេញពីកោះនេះហើយពួកយើងទៅស្អែកនេះហើយពុកថាខ្យល់គឺត្រូវហើយគឺអាចចេញដំណើរបានណាបានហើយឆាប់សម្រាប់ទៅ
ងចាស់ឬខ្ញុំកំពុងចាស់ហ្នឹង មិនកាន់តែប្រុសល្ងងយ៉ាងនេះប៉ុណ្ណឹងក៏ចាំត្រូវដែរអាយ៉ាពូកែមែន ខ្ញុំធំឡើងនៅលើកោះភ្លើងតកចាក់ត្រីស្រួលដូចជាបកចេកយ៉ាងអញ្ចឹងណា អាយ៉ាអូតែសរសើរមួយម៉ាត់ហ្នឹងក្អេងក្អាងទៅហើយធ្វើត្រីទៅ ត្រូវធ្វើមែននេះ បើមិនធ្វើមិនហូបបាន ខ្ញុំមិនហ៊ានទេ ចៅមានថ្នាំធំពីមិនហ៊ានសម្លាប់ត្រីផងណ៎ ម៉ែអ្នកប្រុសជួយខ្ញុំទៅ គឺនិយាយខ្លួនឯងជាអ្នកចុងភៅរំជួបឲ្យខ្លួនឯងទៅ មិនរវល់ទេអាយ៉ាធ្វើយ៉ាងម៉េចទៅនេះ នៅតែប្រកែកសម្ដីរំជួបឲ្យខ្លួនឯងទៅ ម៉ែនេះតោះមកជួបបានតែខ្លួនឯងក៏រកទៅតូចនេះកំពុងធ្វើស្អីគេហ្នឹង ខ្ញុំធ្វើត្រីហ្នឹងណា ធ្វើត្រីអូមិនក៏លឺសំឡេងស្អីពងប៉ាងអញ្ចឹង វាយឯងឲ្យងាប់វាយឯងឲ្យងាប់ឯងចាំ បាទអើយជួយឯងទៀតទៅនឹងខ្លាយទៅជាប្រហិតត្រីហើយ យ៉ាងមិនហ្នឹង ប្រៃណាស់តើមានសម្លឲ្យផ្សេងទេ នៅចក្រានបាយខ្ញុំភ្លេចដួងចាំខ្ញុំទៅដួង នេះជាសកាត្រី បងនេះថ្ងៃនេះចៅមានធ្វើចុងភៅលើកទី1បងកុំធ្វើអញ្ចឹង មកពីនាងសនុកពេលធ្វើចុងភៅខ្លះទៅអូជីអាកូនអត់មានអ្វីជ្រើសរើសទេហើយយ៉ាងម៉េចទៀតហើយអូជីខំទៀតហើយអូជីទៅមើលទៅ សំទោសណានាងខាងទៀតហើយសំទោសណាមនុស្សខ្ញុំនេះឃើញអ្វីនិយាយអញ្ចឹងគឺខ្ញុំត្រង់ម្នាក់ភ្លាមទេ ខ្ញុំសូមស្បត់ថាមួយជីវិតនេះមិនដាំឯអ្នកប្រហប់ទៀតទេ ជប់ឆ្លោះគ្នាទៅចូលមកក្នុងមក តែចូលទៅក្នុងនេះ ពិសាសម្លទៅសម្លនេះខ្ញុំភ្លក់មួយម៉ាត់ហើយឆ្ងាញ់ណាស់ មែនដល់ខ្ញុំខ្លួនតែមើល ក្នុងមួយជីវិតនេះខ្ញុំមិនដែលធ្វើបាបមនុស្សទេខ្ញុំលើកដៃមិនរួចទេ ចាងមីទោះស្លាប់ឬរស់គឺត្រូវពឹងលើវាសនារបស់ខ្លួនឯងហើយ
បត់ចំពោះមុខអ្នកគ្រូថាបើសិនជាថ្ងៃក្រោយមានចិត្តស្រឡាញ់ចាងអ៊ូជីឬក៏រៀបការជាមួយគេខ្លាយទៅជាប្តីប្រពន្ធនឹងគ្នាសូមពុកម៉ែខ្ញុំនៅឋានលើរស់នៅមិនបានស្ងប់ឲ្យដូនជីមាវជាអ្នកគ្រូរបស់ខ្ញុំនឹងខ្លាយទៅជាខ្មោចសាហាវឲ្យខ្ញុំនៅមិនស្ងប់ទាំងថ្ងៃទាំងយប់បើសិនជាខ្ញុំមានកូនប្រុសកូនស្រីជាមួយចាងអ៊ូជី